ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមានដំណឹងល្អខ្លាំងមែនទែនពុកម៉ែបងប្អូនសម្រាប់បងប្អូនសិស្សនិស្សិតដែលទៅប្រឡងជាប់មធ្យមសិក្សាទុតិយភូមិហើយនិងសិស្សនិស្សិតដែលកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រក៏ដូចជាបញ្ចប់ថ្នាក់បរិញ្ញាបត្រពុកម៉ែបងប្អូនពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលបានជូនដំណឹងដល់សាធារណជនថាការប្រឡងប្រជែងជ្រើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ2025ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវក៏ដូចជារាជធានីភ្នំពេញក៏ដូចជាខេត្តមួយចំនួនទៀតពុកម៉ែបងប្អូនប៉ុន្តែនៅក្នុងវីដេអូនេះដែរគឺខ្ញុំបានprint នៅការជូនដំណឹងរបស់ខេត្តតាកែវដោយសារតែខ្ញុំជាអ្នកនៅខេត្តតាកែវអញ្ចឹងហើយបានជាខ្ញុំយកការជូនដំណឹងពាក់ព័ន្ធនឹងខេត្តតាកែវជម្រាបជូនពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសិស្សសានុសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក៏ដូចជាថ្នាក់បញ្ញាបត្រឲ្យបានជ្រាបថាពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីនគរបាលឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវរបស់យើងពុកម៉ែបងប្អូនហើយនៅក្នុងនោះលក្ខខណ្ឌជ្រើសរើសមានដូចជាចំណុចកលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរមានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រឃុំដែលមានការជ្រើសរើសនិងឃុំសង្កាត់ជាប់ព្រំប្រទល់មានជីវប្រវត្តិច្បាស់លាស់មានកិរិយាមារយាទល្អនិងពុំធ្លាប់មានពិរុទ្ធភាពកន្លងមកមានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អឆ្លងកាត់ការត្រួតពិនិត្យភ្នែកច្រមុះត្រចៀកមាត់បេះដូងថ្លើមសួតជំងឺរបេងអេដគ្រុនឈាមនិងតេស្តរោគសារធាតុញៀនមិនមានស្លាកស្នាមរបួសឬស្លាកស្នាមសាកបុរសមានកម្ពស់ចាប់ពី1.70 ម៉ែត្រឡើងនារីមានកម្ពស់1.65 ម៉ែត្រឡើងនិងមានទម្ងន់សមាមាត្រនិងកម្ពស់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើនិងមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំគិតត្រឹមថ្ងៃប្រឡងមានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើនិងមានអាយុយ៉ាងច្រើនត្រឹម30ឆ្នាំគិតត្រឹមថ្ងៃប្រឡងចំណុចខការបរិច្ឆេទនិងទីកន្លែងផ្ដល់ពាក្យទទួលផ្ដល់ពាក្យចាប់ពីថ្ងៃទី20ដល់ថ្ងៃទី24ខែតុលាឆ្នាំ2025ទទួលពាក្យចាប់ពីថ្ងៃទី27ដល់ថ្ងៃទី31ខែតុលាឆ្នាំ2025ទីកន្លែងផ្ដល់និងទទួលពាក្យនៅស្នងការដ្ឋាននគរបាលខេត្តតាកែវចំណុចងការបរិច្ឆេទនិងមណ្ឌលប្រឡងការបរិច្ឆេទនិងមណ្ឌលប្រឡងនឹងជូនដំណឹងនៅពេលក្រោយចំណុចខការចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យាបេក្ខជនម្នាក់តម្រូវឲ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែងដោយត្រូវបំពេញព័ត៌មានបឋមតាមរយៈតំណភ្ជាប់ឬ scan QR code ពុកម៉ែបងប្អូន scan QR code នេះគឺមានជាប់ជាមួយនឹងសេចក្តីជូនដំណឹងដែលក្រសួងមហាផ្ទៃបានជូនដំណឹងពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែ scan QR code ហើយនឹងបំពេញតាមការណែនាំនៅក្នុងហ្នឹងទៅអញ្ចឹងពុកម៉ែបងប្អូននឹងទទួលបាននៅបង្កាន់ដៃមួយសម្រាប់ទៅស្នើសុំពាក្យក្នុងនេះបានបញ្ជាក់ដែរ scan QR code រួចបោះពុម្ពឬ print បង្កាន់ដៃស្នើសុំពាក្យទុកបង្ហាញដល់អនុគណៈកម្មការផ្ដល់ពាក្យនិងទទួលពាក្យបេក្ខជននៅទីកន្លែងផ្ដល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំណុចងឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលបេក្ខជនម្នាក់មកទទួលពាក្យសុំចូលបម្រើការងារត្រូវភ្ជាប់មកជាមួយនៅឯកសារដូចខាងក្រោមបង្កាន់ដៃស្នើសុំពាក្យដែលបានស្នើសុំតាមរយៈប្រព័ន្ធបច្ចេកវិទ្យាមួយច្បាប់សញ្ញាបត្រឬលិខិតបញ្ជាក់ការសិក្សាច្បាប់ដើមនិងថតចម្លងមួយច្បាប់សម្បត្តិកំណើតឬសម្បត្តិបញ្ជាក់កំណើតច្បាប់ដើមនិងថតចម្លងមួយច្បាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងថតចម្លងមួយច្បាប់សៀវភៅស្នាក់នៅនិង
ឬសិភៅគ្រួសារច្បាប់ដើមនិងថតចម្លងមួយច្បាប់សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននេះគឺជាឱកាសល្អសម្រាប់ប្អូនដែលទើបតែបញ្ចប់មធ្យមសិក្សាថ្នាក់ទី12និងប្អូនសិស្សានុសិស្សដែលកំពុងតែបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រក៏ដូចជាបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចទៅស្នើសុំពាក្យប្រឡងប្រកួតប្រជែងជ្រើសរើសជាមន្ត្រីនគរបាលនៅស្នងការដ្ឋានខេត្តតាកែវយើងទាំងអស់គ្នាពុកម៉ែបងប្អូន